ឃើញគេទៅលេងកោះរ៉ុងចិត្តចង់ទៅលេងកោះរ៉ុងដូចគេដែរប៉ុន្តែដឹងថាគួរទៅបែបណាហើយចំណាយទៅលើគេខ្លះវិញទៀតពេលដែលទៅដល់កោះរ៉ុងគួរគេនៅ resort ណាហើយទៅដល់នៅតំបន់ណាខ្លះទើបសប្បាយទៅមើលវីដេអូខ្ញុំទាំងអស់គ្នា Hello អ្នកទាំងអស់គ្នា welcome to my vlog មួយយ៉ាងនេះឃើញគេអនត្រេននៅកោះរ៉ុងពេកខ្ញុំនៅមិនសុខក៏ទៅគេដែរពេលដែលអ្នកគ្នាជិះមកដល់ផែនៅកំពង់សោមនេះបើយើងទៅកោះយើងត្រូវដាក់ផ្ញើឡាននៅក្នុងផែនឹងសិនហើយផែនៅនេះគេគិតម៉ោង1ម៉ោង1200ពេលដែលយើងទៅលេងកោះរ៉ុងអីដែលយើងត្រូវចំណាយនឹងទី1គឺសាំងឡានជាមួយនឹងផ្លូវលបឿនលឿនទី2គឺចំណាយទៅលើចំណតឡានជាមួយនឹងសបុតទូកសម្រាប់ចំណតឡានខ្ញុំទៅរយៈពេល2យប់3ថ្ងៃហ្នឹងគឺខ្ញុំចំណាយអស់ប្រហែលជា50000បើនិយាយពីសបុតទូកវិញដោយសារលើសាំងឡើងថ្លៃគឺគេយក$30ក្នុងម្នាក់ទាំងទៅទាំងមកតែដោយសារលើកនេះខ្ញុំទៅគេនៅខាង Pagoda Beach ចឹងទៅគឺខ្ញុំជិះទូកខាង resort ហ្មងចឹងខ្ញុំត្រូវចំណាយអស់$42ក្នុងម្នាក់ទាំងទៅទាំងមកខ្ញុំមកលើកនេះជិះទូករៀងលឿនខ្ញុំជិះតែ35នាទីគឺដល់ resort ខ្ញុំហ្មងបើនិយាយពី resort ដែលខ្ញុំមកលើកនេះគឺខ្ញុំហ៊ាន rate ឲ្យ1000លើ10ហ្មងដោយសារតែវាស្អាតខ្លាំងមែនតើមិនស្អាតតែក្នុងវីដេអូណានៅខាងក្រៅគឺស្អាតខ្លាំងជាងនឹងទៀតហើយខ្ញុំអត់មានបាន sponsor ពីខាង resort ទេគឺទៅដេកអស់លុយដូចគ្នាគ្រាន់ឃើញកន្លែងនឹងវាស្អាតមែនបើនិយាយពីតម្លៃវិញខ្ញុំគិតថារៀងសមរម្យដែរមិនថ្លៃពេកតែក៏មិនថោកពេកអញ្ចឹងណាខ្ញុំនិយាយមែនណា resort ដែលខ្ញុំរើសមកកោះរ៉ុងលើកនេះខ្ញុំអត់ដឹងនិយាយប្រាប់អ្នកនរគ្នាថាមែនដោយសារនៅនេះវាស្អាតខ្លាំងពេកអានេះបន្ទប់របស់ខ្ញុំហ្នឹងគេហៅ sea view អញ្ចឹងបន្ទប់ sea view ហ្នឹងគឺបើកវាំងណនមកគឺឃើញ view សមុទ្រអញ្ចឹងហ្មងអ្នកនរគ្នាហើយខ្ញុំ recommend មែនតើនៅនេះហាមិនតាកន្លែងស្អាតទេសូម្បីតែ service អីក៏ល្អទាំងអស់ដែរអ្នកពុំមាន plan ចង់ទៅលេងកោះរ៉ុងអីខ្ញុំ recommend resort ហ្នឹងហ្មងដោយសារវាលក្ខណៈ private ស្ងប់ស្ងាត់ហើយសើជនជាតិបរទេសអត់ញញ៉ៃទេនិយាយមែនចូលតែបានដើរលេងកោះហើយថ្ងៃទី1ដាក់ពណ៌ឲ្យសាហាវតិចមើលស្លៀករោមចេះអីគ្មានណាគេថាអត់លុយទេហើយនេះកន្លែង restaurant គេសូម្បី restaurant គេក៏ស្អាតដែរបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមជិះម៉ូតូទៀតហើយបើយើងទៅលេងកោះរ៉ុងអត់ជិះម៉ូតូវាមិនសប្បាយតាមផ្លូវអីឡើង fresh ហ្មងកន្លែងនេះគឺខ្ញុំចុះដើរហ្មងអ្នកនរគ្នាដោយសារខ្ញុំធ្លាប់មានបបផ្សោតធ្លាប់ដួលម៉ូតូម្ដងអញ្ចឹងទៅឡើងចំណោតខ្លាំងៗគឺខ្ញុំលែងហ៊ានជិះហើយកាលហ្នឹងខ្ញុំដួលឡើងអស់ជើងលេងដើរចង់រួចប្រហែលកន្លះខែតែឃើញដួលអញ្ចឹងតិចថាខ្ញុំរៀងទៅដល់កោះខ្ញុំជិះម៉ូតូទៀតថ្ងៃនេះគឺខ្ញុំជិះមកលេងនៅកោះតូចដោយសារតែនៅកោះតូចគឺដូចភូមិមួយអញ្ចឹងគឺសបោរបស់ញ៉ាំមែនតើគាត់ថាអ្នកទៅលេងកោះរ៉ុងពីច្រើននឹងតែគេស្គាល់កោះតូចឯដោយសារកោះតូចហ្នឹងគឺសបោរបស់ញ៉ាំឲ្យមនុស្សអ៊ូអហើយល្ងាចថ្ងៃទី1ហ្នឹងគឺខ្ញុំញ៉ាំអីនៅកោះតូចហ្នឹងឯដោយសារតែខ្ញុំចង់មកញ៉ាំរបៀបចេបចប់នៅភូមិអញ្ចឹងકોઈសុកក៏មានកូនក្មេងគេមកនិយាយមួយយើងអញ្ចឹងទៅអូយទៅនៅនេះគឺសុបាយមកពេលដែលខ្ញុំទៅលេងកោះរ៉ុងម្ដងគឺខ្ញុំចូលចិត្តជាងគេគឺឆ្កែហ្នឹងហ្មងដោយសារឆ្កែនៅលើហ្នឹងគឺចេះខ្លាំងពេលដែលមកពីកោះតូចវិញក៏ខ្ញុំដើរមើល resort ជុំវិញនឹងមួយផ្លែហើយគឺខ្ញុំចូលគេថ្ងៃទី1របស់ខ្ញុំគឺមានប៉ុណ្្នឹងទេចូលមកដល់ថ្ងៃទី2អ្នកទាំងគ្នាងើបព្រលឹមឡើងមកគឺ fresh ខ្លាំងមែនតើនេះគឺ view ផ្ទះ resort ដែលខ្ញុំគេហ្នឹងរបៀបគេធ្វើឆុងអញ្ចឹងណាអ្នកទាំងគ្នាហ្នឹងងើបព្រលឹមឡើងមក fresh ហើយបើបានងើបតាន់មក6ថ្ងៃរះទៀតកាន់តែស្អាតទៀតខ្ញុំនេះងើបព្រលឹមឡើងមកមុខមិនតាន់លុបថ្មិញក៏មិនតាន់ដុសហើយងើបទៅញ៉ាំ breakfast អូសាហាវមកមានតែគេជាងខ្ញុំទៀតទេតោះនេះ outfit ខ្ញុំសាបទៅជិះម៉ូតូប៉ុន្តែខ្ញុំចង់និយាយថាក្តៅខ្លាំងណាស់អ្នកនរគ្នាខ្ញុំប្រឹងប៉ាត UV ឡើងពេញខ្លួនហ្មងនេះអូយក្តៅខ្លាំងណាស់ហើយខ្ញុំសម័យមកខ្ញុំជិះម៉ូតូនៅលើកោះជុំវិញកោះទៀតនេះតែបើយើងមកកោះរ៉ុងអត់ជិះម៉ូតូវាអត់សុបាយទេថ្ងៃទី2នេះកន្លែងទី1ដែលខ្ញុំជិះមកលេងហ្នឹងគឺនៅ Palm Beach ដោយសារតែខ្ញុំធ្លាប់មកឃើញស្អាតក៏ខ្ញុំមកលេងម្ដងទៀតហើយខ្ញុំ recommend មែនតើសម្រាប់អ្នកដែលគាត់ជិះម៉ូតូដើរលេងគាត់ដឹងថាទៅណាមកកន្លែងនេះមកព្រោះដោយសារកន្លែងហ្នឹងស្អាតមែនលេងនេះមិនត្រឹមតែស្អាតទេសូម្បីតែម្ហូបញ៉ាំក៏ឆ្ងាញ់ដែរមួយវិញទៀតអ្នកទាំងគ្នាដែលឮគេនិយាយកោះសង្សារអត់ Palm Beach ដែលខ្ញុំកំពុងតែដើរហ្នឹងគឺទល់មុខកោះសង្សារហ្នឹងហ្មងបើខ្ញុំវិញមិនបានទៅលេងកោះសង្សារក៏បានអង្គុយទល់មុខកោះសង្សារដែរហើយនេះគឺម្ហូបថ្ងៃត្រង់របស់ខ្ញុំហើយបន្ទាប់ពីញ៉ាំអីហើយខ្ញុំឃើញនៅនឹងមាន snook ក៏ខ្ញុំលេង snook មួយផ្លែអញ្ចឹងណាបន្ទាប់មកអង្គុយលេងឆ្កែទៀតហើយខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលកន្លែងដែលគេពងត on trend លើហ្នឹងដែលគេផុសនៅក្នុង TikTok ថាកន្លែងហ្នឹងស្អាតគឺនៅ Palm Beach ហ្នឹងឯងហើយខ្ញុំកន្លែងនេះខំនិយាយឡើងចង់ងាប់ហើយត្រូវថ្ងៃឡើងដូចត្រីងាតាមពិតនិយាយចុះនិយាយឡើងម៉ៃស្ដាប់អត់បានទៀតហើយនេះគឺឆុងដែលគេពងតល្បីហ្នឹងឯងពេលដែលចេញពី Palm Beach គឺខ្ញុំមកខាងសុកសានអូខ្ញុំនិយាយមែនសុកសាននេះគឺស្អាតខ្លាំងហ្មងពេលដែលទៅលេងកោះរ៉ុងកុំឡងឆ្នេរមួយនេះគឺឆ្នេរមួយនេះស្អាតខ្លាំងខ្ញុំក៏ជិះទៅញ៉ាំភីសាដែលគេពងតល្បីហ្នឹងដូចគ្នាដោយសារភីសាហ្នឹងគេថាឆ្ងាញ់អញ្ចឹងណាពេលដែលខ្ញុំទៅដល់ហ្នឹងគឺឆ្ងាញ់របស់គេមែនខាងភីសាហ្នឹងគឺឈ្មោះតូតូភីសាពេលដែលខ្ញុំដើរលេងអស់7ម៉ោងវារៀងឆេះដែរខ្ញុំក៏ត្រឡប់មក resort វិញហើយខ្ញុំមកលេងនៅ resort ខ្ញុំវិញអញ្ចឹងតែដូចនិយាយអញ្ចឹងមនុស្សខ្ញុំនៅអត់ចេះសុកទេគឺមហាតខ្លាំងណាស់ខ្ញុំចូលចិត្តលេងអីប្លែកៗខ្ញុំអត់ចេះហែទឹកទេប៉ុន្តែខ្ញុំចូលចិត្តលេងទឹកហ្នឹងពេលដែលខ្ញុំលេងអស់ចិត្តហើយគឺខ្ញុំរៀបចំខ្លួនមកញ៉ាំអីនៅចិត្ត resort ដែលខ្ញុំគេងហ្នឹងអង្គុយលេងប្រហែល2 ម៉ោងគឺខ្ញុំមកគេងវិញហើយឆ្កែនេះគឺជូនតំណើរខ្ញុំមកចេះខ្លាំងមែនតើហ្មងបន្ទាប់ពីការដើរលេងនៅលើកោះរ៉ុងរយៈពេល2យប់3ថ្ងៃគឺខ្ញុំត្រឡប់មកពេញវិញហើយនឹកកោះរ៉ុងនៅតែដោយសារតែទៅនឹងសុបាយពេលដែលមកដល់ពេញវិញគឺមុខទប់លេងចង់ជាប់ហើយដោយសារតែដើរសាហាវពេកអ្នកទាំងគ្នាសាកសម័យមើលបើខ្ញុំដើរម្លឹងមុខខ្ញុំស្បែកខ្ញុំអីទប់មិនជាប់ថ្ងៃនេះគឺខ្ញុំមកធ្វើ spray នៅខាង KD ហើយនេះគឺមុខជាក់ស្ដែងបន្ទាប់ពីមកពីកោះវិញដោយសារដើរត្រូវថ្ងៃខ្លាំងពេកសម្រាប់សេវាកម្មដែលថែរក្សាសម្រាប់ពីដើមក្បាលរហូតដល់ចុងជើងរបស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើនៅ KD ទាំងអស់អ្នកទាំងគ្នាអាចសាកទៅតាមខ្ញុំបានអរគុណ